ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែលយើងនឹងជួបគ្នាបន្តទៀតហើយនៅក្នុងអត្ថបទដកស្រង់ចេញពីសិភៅប្រតិទិនទស្សនៈ365ថ្ងៃដែលស្ថិតនៅក្នុងថ្ងៃបន្តហើយសិភៅនេះដែរគឺជាការរៀបរៀងនិងរៀបចំដោយលោកឡាំលីមនៅថ្ងៃទី21ខែមករាមហាថ្មគុន្ធីលោកបានពោលថាបើយកភ្នែកទៅសងនឹងភ្នែកនឹងបង្កើតមនុស្សពិការពេញមួយផែនដីសម្ដេចសង្ឃដាឡៃឡាម៉ាមានសង្ឃដីកាថាសង្គមមិនត្រូវស្អប់ខ្ពើមមនុស្សដែលធ្វើខុសនោះទេនិងអ្នកដែលជាអក្រិតជនឡើយពីព្រោះពួកគេក៏ជាមនុស្សម្នាក់ដែលជាសមាជិករបស់សង្គមយើងនេះដែរតាមពិតពួកគេក៏អាចផ្លាស់ប្ដូរបានដូចយើងដែរប៉ុន្តែសំខាន់យើងត្រូវនាំក្តីសង្ឃឹមនិងការប្រឹងប្រែងឲ្យពួកគេអាចកសាងនូវជីវិតថ្មីរបស់ខ្លួនបានតាមពិតទៅយើងគួរតែដកចិត្តស្អប់ស្រឡាញ់ចេញសិនហើយបន្ទាប់មកព្យាយាមសិក្សាអំពីប្រភពបញ្ហាមកវិញថាតើហេតុអ្វីបញ្ហានេះកើតឡើងដោយបែបណានេះលើโลกយើងនេះបញ្ហាតែងតែមានឫសគល់ឬហេតុខាងដើមនៃបញ្ហាពេលដែលយើងបានបញ្ចប់ច្បាស់ពីហេតុនៃបញ្ហាឬឫសគល់នៃបញ្ហាគឺយើងនឹងលែងមានសភាពស្អប់ស្រឡាញ់ទៀតហើយថ្ងៃទី22ខែមករាចុងបញ្ចប់នៃជីវិតគឺមិនមែនជាចំនួនឆ្នាំដែលយើងរស់នៅក្នុងជីវិតនោះទេប៉ុន្តែគឺជាគុណភាពនៃជីវិតដែលយើងរស់នៅអ្នកប្រាជ្ញបារាំងម៉ុងតេស្គីយើលោកបានពោលថាតម្លៃពិតរបស់ជីវិតវាពុំមែនស្ថិតនៅលើចំនួនថ្ងៃដែលយើងរស់នៅឡើយនោះទេប៉ុន្តែគឺវាស្ថិតទៅលើការដែលយើងចេះប្រើចំនួនថ្ងៃទាំងអស់នោះឲ្យមានតម្លៃមនុស្សអាក្រក់ខ្លះអាចរស់នៅបានយូរយារប៉ុន្តែជីវិតរបស់គេវិញគឺមានតម្លៃតិចតួចណាស់បើយកជីវិតទៅដោះដូរយកតម្លៃជីវិតយើងនឹងបានតម្លៃពិតនៃជីវិតបើយើងយកជីវិតទៅដោះដូរនឹងការសិក្សាយើងនឹងទទួលបាននូវការចេះដឹងហើយបើយើងយកចំណេះដឹងនោះទៅធ្វើសេចក្តីល្អយើងនឹងគេងលក់ស្រួលនៅពេលយប់ជាងមនុស្សអាក្រក់នៅថ្ងៃទី23ខែមករាហេតុអ្វីទៅបានជាព្រះពុទ្ធទ្រង់សម្ដែងថាអវិជ្ជាគឺជាប្រភពនៃអកុសលទាំងឡាយមនុស្សល្ងងជឿលើសាសនាអាចនឹងបង្កើតឲ្យមានភេរវកម្មមនុស្សល្ងងកាន់អំណាចនៅក្នុងដៃអាចនឹងសង្កត់សង្កិនផ្ដាច់ការមនុស្សល្ងងប្រើប្រាស់សិទ្ធិសេរីភាពអាចនឹងបង្កើតឲ្យមានភាពវឹកវរនិងអនាធិបតេយ្យមនុស្សល្ងងមានលុយអាចបង្កើតភាពមិនស្កប់ស្កល់លោភលន់ពុករលួយហើយមនុស្សល្ងងរស់នៅក្នុងភាពក្រីក្រគឺអាចនឹងប្រព្រឹត្តឧក្រិដ្ឋកម្មនានាគោលដៅនៃជីវិតគឺសុភមង្គលហើយមនុស្សខុសគ្នាតែងតែខិតខំស្វែងរកនិយមន័យនៃភាពជោគជ័យខុសៗគ្នាតើសេចក្តីសុខនៅឯណាតើសុភមង្គលនៅឯណាព្រះពុទ្ធទ្រង់បានសម្ដែងថាគ្មានផ្លូវដើរទៅរកសុភមង្គលទេប៉ុន្តែមានតែសុភមង្គលមិនទៅណាឆ្ងាយនោះទេគឺវានៅក្នុងខ្លួនយើងគ្រប់គ្នានេះឯងយើងគ្រាន់តែដកពាក្យថាផ្លូវចេញគឺយើងនឹងបានជួបនៅសុភមង្គលពីព្រោះសុភមង្គលគឺមាននៅក្នុងខ្លួនមនុស្សគ្រប់រូបហើយសូមកុំខំប្រឹងដើរទៅរកកន្លែងណាផ្សេងអីនៅថ្ងៃទី24ខែមករាទេសនវិទូក្រិចសូក្រាតពោលថាជីវិតដែលគ្មានការពិសោធន៍សាក់លបងចំពោះការរស់នៅគឺមិនសមនឹងរស់ទេនៅពេលខ្លះយើងខ្លាចនឹងការបង្កើតកំហុសរហូតដល់យើងគ្មានភាពបរាជ័យដើម្បីយកមករៀនសូត្របើមើលពីទីចិត្តជីវិតគឺជាសោកនាដកម្មតែបើសិនជាយើងក៏លេចមើលទៅទីឆ្ងាយវិញជីវិតគឺប្រៀបដូចជាសេចក្តីសុខសូមកុំខ្លាចត្រូវតែហ៊ាននិងក្លាហានជានិច្ចមនុស្សធម្មតារៀនពីកំហុសខុសឆ្គងរបស់ខ្លួន
ដែលខ្លួនបានបង្កើតឡើងនៅអតីតកាលមនុស្សឆ្លាតយកមេរៀននៃកំហុសរបស់ខ្លួនឬក៏របស់អ្នកដទៃមកសិក្សារៀនសូត្រពីព្រោះមនុស្សឆ្លាតយល់ថាខ្លួនគ្មានពេលវេលាច្រើនដើម្បីបង្កើតកំហុសនោះទេមនុស្សកាន់តែឆ្លាតគឺការពារកំហុសកុំឲ្យកាត់ឡើងទោះបីជាយ៉ាងណាក៏ដោយខុសក៏ខុសចុះតែកុំភ្លេចកែកំហុសផងពីព្រោះថាការខុសមួយថ្ងៃគឺមិនមែនមានន័យថាយើងខុសមួយជីវិតនោះទេការបង្កើតកំហុសដ៏ខុសឆ្គងទោះជាចេតនាក្តីអចេតនាក្តីគឺជាបរាជ័យមួយដ៏តូចតែការមិនព្រមរៀនសូត្រពីកំហុសនេះឯងនិងការដែលមិនព្រមកែកំហុសនេះឯងគឺជាបរាជ័យមួយដ៏ធំថ្ងៃទី25ខែមករាតាមពិតទៅលក្ខខណ្ឌស្ថានភាពខាងក្រៅរបស់យើងមិនមែនជាអ្នកកំណត់វាសនារបស់យើងនោះទេតែគឺជាការសម្រេចចិត្តចេញពីខាងក្នុងរបស់យើងទៅវិញនោះទេជីវិតគឺជាជម្រើសប៉ុន្តែយើងត្រូវឆ្លាតនៅក្នុងការជ្រើសរើសផងដែរលទ្ធផលនៃស្ថានភាពជីវិតយើងគឺបានមកពីលទ្ធផលនៃការគិតខាងក្នុងរបស់យើងហើយបន្ទាប់មកបង្កើតបានទៅជាការសម្រេចចិត្តមនុស្សមិនអាក្រក់នោះទេតែគំនិតនៅក្នុងខ្លួនមនុស្សទេតាដែលមិនល្អមនុស្សមិនបរាជ័យឡើយប៉ុន្តែចិត្តគំនិតនៅក្នុងខ្លួនមនុស្សនេះឯងទេដែលបរាជ័យនោះគំនិតគឺជាកំណើតតែបើគំនិតមិនកើតកំណើតក៏ពិតជាមិនអាចភ្លឺបានឡើយបើចង់ឲ្យជីវិតជោគជ័យសូមទៅជួបអ្នកមានទ្រព្យនិងអ្នកដែលមានគំនិតវិជ្ជមានតែបើចង់ឲ្យជីវិតមានន័យចូលទៅជួយអ្នកក្រនិងអ្នកដែលមានគំនិតអវិជ្ជមាន It is your decision and not your condition that determine your destiny នេះគឺជាសម្ដីរបស់ Anthony Robbins នៅថ្ងៃទី26ខែមករាសញ្ញានៃភាពចម្រុងចម្រើនលូតលាស់នៃផ្នែកកតិបណ្ឌិតនិងទស្សនវិជ្ជាគឺពេលដែលយើងគ្មានការរំភើបញាប់ញ័រចំពោះការប្រមាថកាត់ទៀននានាឬក៏ការកោតសរសើរលើកដង្កើងពេលយើងបរាជ័យជីវិតយើងមិនអាក្រក់ដោយអ្វីដែលអ្នកដទៃនិយាយឬដោយអ្វីដែលយើងបានគិតវិនិច្ឆ័យចំពោះខ្លួនឯងនោះឡើយពេលដែលយើងជោគជ័យយើងក៏មិនល្អដោយអ្វីដែលអ្នកដទៃបញ្ជោយើងឬក៏ដោយអ្វីដែលយើងកំពុងតែមានមោទកភាពដាច់បង្ហាចំពោះខ្លួនឯងនោះដែរជាទូទៅសេចក្តីទុក្ខធំបំផុតគឺការមិនចេះអត់ទ្រាំនិងសេចក្តីលំបាកទុក្ខព្រួយការប្រមាថនិងការមិនចេះទប់ខ្លួនឯងគ្មាននរណាម្នាក់អាចរកផ្លូវទៅឋាននរកឃើញនោះទេឬឋាននរកគ្មានផ្លូវទៅទេលុះត្រាតែបុគ្គលនោះគឺតាំងចិត្តតាំងកាយប្រព្រឹត្តនៅអំពើអាក្រក់ថ្ងៃទី27ខែមករាភាពជាអ្នកឈ្នះឬអ្នកចាញ់មិនមែនកើតមកជាមួយនឹងកំណត់របស់មនុស្សនោះទេតែគឺវាកើតចេញអំពីការគិតរបស់មនុស្សការជឿចាប់កើតពីគំនិតហើយវាក៏រលត់ទៅវិញទៅតាមពេលវេលានិងការជឿចាប់ធ្វើឲ្យមនុស្សផ្លាស់ប្ដូរប៉ុន្តែចំពោះការផ្លាស់ប្ដូរវាឥតផ្លាស់ប្ដូរនោះទេគំនិតគឺជាអ្នកដែលបង្កើតមនុស្សហើយបើយើងដឹងខ្លួនឯងថាកំពុងតែគិតខុសសូមឆាប់បដូរការគិតមកត្រូវវិញតែបើមិនចេះបដូរការគិតនោះទេសូមគ្រាន់តែឈប់គិតអវិជ្ជមានបើមិនអាចបញ្ឈប់ការគិតអវិជ្ជមានបាននោះទេក៏សូមត្រឹមតែចេះទទួលយកក៏បានដែរទឹកល្អក់ត្រូវការពេលវេលាដើម្បីឲ្យថ្លាវិញហើយមេរោគនៅក្នុងគំនិតខ្លះក៏ត្រូវការពេលវេលាដើម្បីឲ្យថ្លាបរិសុទ្ធដូចគ្នាដែរ
ថ្ងៃទី28ខែមករាបើយើងយកការដកដង្ហើមធំនិងសេចក្តីខ្វល់ខ្វាយតានតឹងទាំងឡាយមកដាក់នៅលើសិភៅនោះវាប្រសើរជាងការទៅត្អូញត្អែដាក់អ្នកដទៃយើងតែងតែមានអារម្មណ៍ថាខ្លួនឯងគួរឲ្យអាណិតណាស់ពីព្រោះតែដៃទាំងពីររបស់យើងពោពេញទៅដោយស្នាមរបួសនៃការតស៊ូរហូតដល់ថ្ងៃមួយយើងក៏បានជួបមនុស្សដែលគ្មានសូម្បីតែដៃប៉ុន្តែគេនៅតែមានការតស៊ូយើងតែងតែមានការអាណិតដល់ខ្លួនឯងពីព្រោះយើងពាក់ស្បែកជើងដាច់រហែករហូតដល់ថ្ងៃមួយយើងក៏បានជួបមនុស្សម្នាក់ដែលគ្មានសូម្បីតែជើងប៉ុន្តែក៏គេនៅតែអាចដើរទៅមុខបានខ្ញុំជាមនុស្សខ្សោយមែនគឺខ្សោយព្រោះតែខ្ញុំជាមនុស្សដែលគ្មានបរិញ្ញាបត្រគ្មានបរិញ្ញាបត្រថ្នាក់អនុបណ្ឌិតគ្មានបរិញ្ញាបត្រថ្នាក់បណ្ឌិតនិងគ្មានកិត្តិយសអ្វីមួយនៅក្នុងសង្គមនោះទេតែអ្វីដែលខ្ញុំមានគឺមិនមែនជាជនរងគ្រោះនោះទេខ្ញុំតែងតែស្ដាប់ការត្អូញត្អែពីមនុស្សដែលមានការអប់រំខ្ពស់ទាំងឡាយនិយាយអំពីបញ្ហាជីវិតប្រាប់ខ្ញុំជារឿយៗថាជីវិតគេលំបាកណាស់និងកំសត់ណាស់លាក់នឹងលាក់ប៉ុន្តែចំពោះខ្ញុំវិញខ្ញុំឥតត្រូវការឲ្យនរណាម្នាក់អាណិតខ្ញុំទេហើយខ្ញុំក៏មិនចង់ទទួលងារជាជនរងគ្រោះឬក៏ជាជនគួរឲ្យអាណិតនោះដែរសូមចាំថាការបានកើតមកជាមនុស្សនៅក្នុងលោកនឹងគេនេះគឺសំណាងជាងសត្វលោកទាំងពួងពីព្រោះមនុស្សគឺជាសត្វចម្រើននិយមនិងវឌ្ឍននិយមដូច្នេះចូលខិតខំប្រឹងប្រែងប្រព្រឹត្តទង្វើជាមនុស្សដែលតែងតែដើរទៅមុខទៅរកភាពរីកចម្រើនរុងរឿងជានិច្ចនៅថ្ងៃទី29ខែមករាចូលប្រើប្រាស់ពេលវេលាសន្តិភាពឲ្យមានប្រសិទ្ធភាពគ្រប់សមរភូមិសង្គ្រាមសង្គមទាំងឡាយតែងតែបញ្ចប់ទៅដោយសន្តិភាពគ្រាន់តែមុនឬក្រោយប៉ុណ្ណោះពេលវេលាសន្តិភាពតិចតួចយ៉ាងណាក្តីក៏ត្រូវទាញយកផលប្រយោជន៍ត្រូវខិតខំស្ដារនៅស្ថានភាពនៃជីវិតត្រូវសិក្សាអំពីអតីតកាលឡើងវិញធ្វើសកម្មភាពបច្ចុប្បន្នរៀបចំអនាគតនិងកុំចំណាយពេលសប្បាយដាច់បង្ហារហូតដល់ភ្លេចខ្លួនព្រមទាំងភ្លេចនៅការឈឺចាប់ពីអតីតកាលឲ្យសោះពេលក្រកុំអស់សង្ឃឹមហើយពេលដែលមានក៏កុំភ្លើតភ្លើននោះដែរកុំភ្លេចខ្លួនកុំភ្លេចអត្តសញ្ញាណខ្លួននិងកុំភ្លេចអ្នកមានគុណខ្លួនអ្នកមានគុណរបស់ជនសង្គមគឺជាជាតិទឹកដីនិងប្រវត្តិសាស្ត្រការរៀនអំពីប្រវត្តិសាស្ត្រមិនថាជាប្រវត្តិសាស្ត្ររបស់មនុស្សឬក៏ប្រទេសគឺមិនមែនដើម្បីស្អប់ឬដើម្បីស្រឡាញ់នោះទេតែរៀនគឺដើម្បីកុំឲ្យជន់ដានចាស់បើយើងភ្លេចប្រវត្តិសាស្ត្រគឺប្រវត្តិសាស្ត្រនឹងកាត់ឡើងម្ដងទៀតជន់ដានចាស់កុំភ្លេចការឈឺចាប់សង្គមបើមិនចឹងទេសេចក្តីឈឺចាប់សង្គមនឹងអាចនិមិត្តខ្លួនឡើងម្ដងទៀតដល់យើងឬក៏អាចកាត់ឡើងដល់អនុជនជំនាន់ក្រោយរបស់យើងផងដែរក៏ថាបានបុរាណខ្មែរបានពោលថាកុកអាចភ្លេចជង់តែជង់គឺមិនអាចភ្លេចកុកនោះទេនៅថ្ងៃទី30ខែមករាបណ្ឌិតសាមយ៉ូអែលចនសាន់ពោលថាកិច្ចការងារអស្ចារ្យមិនមែនបានមកដោយសារតែភាពខ្លាំងអស្ចារ្យរបស់យើងនោះទេតែគឺបានមកពីការតស៊ូក្រាញននាលយ៉ាងអស្ចារ្យរបស់យើងទេតើយើងអាចឈ្នះដោយសារភាពខ្លាំងរបស់ខ្លួនហើយយើងក៏អាចចាញ់ដោយសារតែការបោះបង់របស់យើងនោះដែរខ្លាំងគឺល្អតែមិនងាយបោះបង់ចោលគឺល្អជាងហើយបើខ្លាំងបូកនឹងមិនងាយបោះបង់នោះទៀតនោះគឺខ្លាំងអស្ចារ្យមនុស្សខ្លាំងពិតប្រាកដគឺជាមនុស្សដែលប្រកែតស៊ូដល់ដំណាក់ឈាមចុងក្រោយ
ហើយការតស៊ូអត់ធ្មត់គឺជារូបមន្តចុងក្រោយនៃភាពជោគជ័យពេលខ្លះយើងដើរទៅមុខទាំងឈឺចាប់ពេលខ្លះយើងដើរទៅមុខទាំងទឹកភ្នែកពេលខ្លះទៀតយើងត្រូវដើរទៅមុខទាំងស្រក់ឈាមតែការតស៊ូគង់បានសម្រេចពីព្រោះឲ្យតែយើងចេះតស៊ូនឹងការលំបាកក្នុងជីវិតនេះនោះជីវិតយើងនឹងងាយស្រួលនៅពេលអនាគតមានតែអ្នកធ្លាប់ញ៉ាំអំបិលនិងស្ករប៉ុណ្ណោះដែលដឹងថាជាតិប្រៃនិងផ្អែមតែមនុស្សក្រៅពីនោះសូម្បីតែស្ដាប់និងរៀនពីទ្រឹស្ដីសិនចុះសូម្បីតែខ្លួនខ្ញុំដែលជាអ្នកសរសេរនេះក៏មិនមែនអង្គុយសមាសរសេរឬក៏គេងយល់សប្តិពីយប់ហើយបន្ទាប់មកក៏សរសេរចេញនោះទេតែគឺដោយសារតែបទពិសោធន៍ជាក់ស្ដែងនៅក្នុងជីវិតចាសសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការចុចស្ដាប់នៅคลิปវីដេអូមួយនេះយើងនឹងជួបគ្នានៅក្នុងខែបន្ទាប់នៃសៀវភៅមួយនេះ